AMX มาดามនេះដែរបញ្ហាសាកថ្មហើយបងគាត់ប្រាប់ថាយប់មិញហ្នឹងគាត់សាកថ្មចោលដល់ពេលព្រលឹមឡើងគាត់សាកថ្មម្ដងទៀតចឹងស្រាប់តែវាអត់ចូលវាអត់លោតអីទាំងអស់បន្ទាប់ពីអញ្ចឹងហើយខ្ញុំចាប់ដើមដោះតេស្តគ្រឿងបន្លាស់បន្ទាប់ពីតេស្តគ្រឿងបន្លាស់ទៅខ្ញុំឃើញថាវាសាកចូលវិញអញ្ចឹងខ្ញុំប្រាប់គាត់ថាបងទូរស័ព្ទបងខូចគូតសាកហើយគាត់ឲ្យយើងថាអត់អីទេអូនដូរហ្មងទៅបាទបន្ទាប់ពីលឺអញ្ចឹងខ្ញុំចាប់ដើមដោះម៉ាស៊ីនដោះអីចេញដោយសារគូតសាកវាហ្នឹងនៅក្រោមម៉ាស៊ីនបន្ទាប់ពីយើងដោះម៉ាស៊ីនចេញហើយយើងដោះខ្ចៅវាអស់មកដែលនៅខាងក្រោមណាដែលវាជាប់ជាមួយកណ្ដឹងជាមួយញ័របាទបន្ទាប់ពីយើងដោះខ្ចៅហើយយើងឆ្កឹះកណ្ដឹងហើយញ័រចេញសិនមកដើម្បីមួខ្ចៅនេះវាចេញពីតួដោយសារហ្នឹងវាចាប់គូតសាកជាមួយតួអញ្ចឹងណាបាទបន្ទាប់ពីយើងដោះហើយយើងចាប់ដើមឆ្កឹះវាចេញហើយគូតសាករបស់បងអត់ដែលកោះទេវាស៊ីនអញ្ចឹងវារៀងស្អិតជាប់ជាមួយតួបន្តិចបន្ទាប់ពីយើងឆ្កឹះវាផុតពីតួហើយយើងចាប់ដើមទាញវាចេញមកបន្ទាប់ពីយើងឆ្កឹះហើយយើងចាប់ដើមទាញវាចេញពីតួមកយើងដាក់គូតសាកថ្មីគូតសាកហ្នឹងដកចេញពីតួដែលស៊ីនអញ្ចឹងណាដោយសារបងគាត់ឲ្យដូរអាស៊ីនហ្មងដោយសារវាស្រួលប្រើបាទបន្ទាប់ពីយើងដាក់ចូលឲ្យស្អាតហើយយើងចាប់ផ្ដើមមូខ្ចៅមួយអីឡើងវិញឲ្យណែនល្អមកបាទបន្ទាប់ពីយើងចាប់ខ្ចៅចាប់អីឲ្យអស់យើងដាក់ញ័រដាក់កណ្ដឹងដែលយើងដោះវាចេញមុនហ្នឹងអញ្ចឹងណាហើយយើងចាប់ខ្ចៅកឹបស្នាប់កឹបអីវាគ្រប់អស់មកខ្លាចវាពេលយើងដាក់ទៅវិញអត់លឺសលេងអត់លឺអីអត់ញ័រអញ្ចឹងណាហ្នឹងហើយបន្ទាប់ពីយើងចាប់កណ្ដឹងចាប់ញ័រចាប់អីចូលអស់ហើយឥឡូវយើងចាប់ផ្ដើមតម្លាក់ម៉ាស៊ីនវាចូលវិញមកហើយកឹបស្នាប់ទាំងអស់ហ្នឹងមកដើម្បីឲ្យវាដំណើរការគ្រប់មុខងារវាឡើងវិញអញ្ចឹងណាហ្នឹងហើយបន្ទាប់ពីយើងកឹបស្នាប់ QSR ឥឡូវយើងចាប់ផ្ដើមចាប់ខ្ចៅចាប់អីវាចូលស្អាតវិញមកបន្ទាប់ពីយើងដូរហើយឥឡូវវាដំណើរការឡើងវិញហើយបាទបើសិនជាបងប្អូនចង់ជួសជុលទូរស័ព្ទអីអាចតាក់ទងមកបានបាទអរគុណ